ប្រទេសភ្លើងបៅលឿនដោយព្យុះកាត់ព្រៃខ្លងនិងព្រិចរត់ឆ្លងអូហើយជ្រែកពុះជើងភ្នំដោយបញ្ចេញសន្ធឹកខ្ទើរំពងធ្វើឲ្យរញ្ជួយផែនពុសុធាបន្តិចក្រោយមកយ៉ានូក៏បើកផុតជួរភ្នំនិងព្រៃស្ងាត់អស់ហើយប្រសិនបើជាគេឲ្យតាមបង្អួចនៃទូណាមួយទៅគេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះខ្វែងកាត់គ្នាជាក្រឡាចត្រង់ប្រកបដោយកិរិយាចេះរត់ថយក្រោយវិញវាលស្រែពីពេញតជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវសន្លឹមនៅក្នុងវាលស្រែសុទ្ធតែមានទឹកសស្ងាត់ពេញព្រាបនៃខ្យល់រំហើយបោកបណ្ដាលឲ្យកើតជារលកពព្រំមកយល់ដើមស្រូវខ្ចីពណ៌បៃតងស្រស់នៅក្នុងជំពូកគុំស្រូវនោះមានផ្កាត្រកួនពណ៌ស្វាយផ្កាក្រចៀបពណ៌ក្រហមឆ្អៅផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិនលាយឡំគ្នាត្រង់នេះបន្តិចត្រង់នោះបន្តិចបផាទាំងនេះហាក់ដូចជាឧបតិកាឡើងសម្រាប់ជាគ្រងលំពនៃសម្ពុតព្រំពណ៌បៃតងដែលលាតសន្ធឹងក្រោមមេឃស្រកានេះនិងក្រោមរស្មីថ្លាត្រជះនៃព្រះសុរិយានៅក្នុងទឹកថ្លាខងកុកចុះរកស៊ីសព្រាតទាំងហ្វងនិងមានគ្រួសារឬចង្គៀវខ្យងដើរគូវាឆ្ងាយពីទីនោះបន្តិចទៅភងប្រវឹកហែលប្រដេញគ្នាតាមគុំវលីវរាជាតិឯពួកអ្នកស្ទូងដែលស្លៀកពាក់ខ្មៅហើយប្រឡាក់ភុកស្រមោបាននាំគ្នាងើបមើលខ្សែរទេះភ្លឹងធ្វើភ្នែកស្លឹងពួកសិស្សវិទ្យាល័យដែលត្រូវបានជប់សម្រាកពីខាបាំងស្រុះគ្នាធ្វើដំណើរត្រឡប់ចូលទៅក្រុងបាត់ដឹងបងវិញដោយอึកធឹកខ្លះភ្លុំកែនខ្លះទះដៃខ្លះទន្ទ្រាំក្តារបន្ទះហើយខ្លះច្រៀងទំនុកបារាំងដែលគេធ្លាប់ឮញាក់លេងគុណឈ្មោះទីណូរ៉ូស៊ីច្រៀងក្មេងមួយញាក់ឈ្មោះបូណាជាប្រសពយ៉ាងចម្លែកខាងធ្វើត្រាប់សម្ដីនិងកិរិយានៃគ្រូអាចារ្យដែលជាហេតុបណ្ដាលឲ្យសំណោយផ្ទុះឡើងឮទ្រហឹងអើងអាប់យុវជនខ្លះទៀតដែលមានរឹកពីជាញាក់សុភាពរំយ៉ាត់ទុំឈរនៅមាត់បង្អួចមើលសត្វហើមនុស្សខ្លះធ្វើការនឹងទេសភាពនានាហើយមានទឹកមុខរីកថ្លាហាក់ដូចជាមានជួបនឹងមិត្តភក្តិវ៉ាកងធំអ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយនៅកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូងនៃយុវជនលាសាលារៀននៅពេលដែលចំពើបលើឈប់ពីខែវ៉ាកងធំឈប់ពីខែពាក្យចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំទូលាយទៅខាងមុខបានបក្សាដែលគេបង្ខាំងនៅក្នុងទ្រូងហើយបើគេបើកទ្វារឡើងទៅមានសេចក្តីត្រេកអរយ៉ាងណាមិញក្មេងសេះទាំងឡាយក៏សប្បាយយ៉ាងនោះដែរខ្លួនគេដូចជាស្រាលចង់រសាត់អណ្ដែតទៅតាមអាកាសកិរិយាគេដូចជាមនុស្សស្រវឹងគឺស្រវឹងនឹងសេរីភាពឈប់ពីខែគេមិនដែលឃើញសប្បាយអ្វីបានយូរដល់ម្លេះទេគេរួយពីចំណងការរៀនសូត្រដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍លាហើយសៀវភៅធំដ៏មានវិជ្ជាពិបាកឡើងងងឹតមុខលាហើយសម្លេងគ្រូអាចារ្យដែលបង្ខំបង្គិតលាហើយក្រេដំណេកដែលមានសង្កេតប៉ះទាលាហើយកន្លែងទទួលភោជនាអាហារដែលធំក្លិនឆ្អាបជាប់នឹងច្រមុះលាហើយពួកម៉ាក់ដែលធ្លាប់ស្រឡាញ់ជួយគ្នាដែលខំប្រកួតប្រណាំងគ្នាលាហើយគេនឹងទៅជួបជុំឪពុកម្ដាយបងប្អូនញាតិសន្តានគេនឹងបានដេកអស់ពេលតាមចំណង់បរិភោគតាមឃ្លានដោលេងតាមកំសាន្តឈប់ពីខែជ័យយោក្នុងចំណោមជនដែលកំពុងត្រេកត្រអាវយ៉ាងនេះអ្នកទាំងឡាយគង់មិននឹកណាថាមាននរណាធ្វើមុខជូរកើតទុកបានឡើយតែបើសម្លឹងគយគុណឲ្យម៉ត់ក៏នឹងឃើញកុមារមួយនាក់ដែលមានរូបរាងដូចជាចៅចិនមានអាយុប្រហែល18ឆ្នាំមុខរាកសម្បុរជ្រក់ទឹកមុខស្ងប់ស្រពោននៅក្នុងយ៉ាងតែម្នាក់ឯងឯសក់សំពងដែលអណ្ដែតសម្ភួរទៅដៃលបឿងខ្យល់និងខោអាវសកាត់តាមនិយមអឺរ៉ុបដែលមានប្រឡាក់ប៉ះពេញសម្ដែងឲ្យឃើញថាអ្នកកំឡោះមានទុកជាទម្ងន់ស្ថានីយ៍អូស្រឡៅកុមារនោះក្រោកឈរឡើងហើយអើតាមបង្អួចមើលទៅខាងកើតនៅក្នុងគ្រានោះអារម្មណ៍ផ្សេងក៏ស្ទុះបបោះអង្អែវប្រលឹងញ៉ៃកំឡោះមានសភាពដូចជាវ៉ាក់យោរហៀកដែលតែងរំហើយរាត្រីនៃរដូវក្តៅអូវាស្រែនេះអូជួដងអូនេះអូត្រដៅហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះខ្លួនបានធ្លាប់ស្គាល់ធ្លាប់ប្រទះតែទោះយ៉ាងណាក៏ដោយខ្លួនមិនចេះច្រិនឆ្នាំជនសាសនៅមានសេចក្តីប្រតិបត្តិដោយមិត្តសម្លាញ់ជានិច្ចកុមារគិតខ្នងចិន្តាថាអូភូមិកំណើតឲ្យនៅកំបាំងតែដងអូពីសង្កាត់ប៉ុណ្ណឹងក៏នឹងដល់ហើយ
រទេះភ្លើងបានចាប់បទៅទៀតពួកតូនសិស្សក៏នាំគ្នារៀបហឹបរៀបអីវ៉ាន់ព្រោះនៅតែ15គីឡូទៀតនឹងដល់ផ្ទះហើយមានខ្លះដែលជាអ្នកផ្ចិតផ្ចង់ខាងរាងកាយបានចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងមុខសិតសក់សម្រួលមួកលើក្បាលទាញខ្សែក្រវ៉ាត់ហើយដកវ៉ែនតាខ្មៅមកពាក់ប៊ុនធឿនគឺជានាមនៃកុមារដែលមានមុខក្រៀមក្រំដកសម្បុត្ររទេះភ្លើងមកកាន់នៅដៃហើយទាញវ៉ាលីស្បៃដែលសឹកដាច់ដោយដំណើរញយញមកដាក់ខាងមុខខ្លួននៅពេលដែលបានចិត្តមកដល់ក្រុងជាទីស្នេហាបំផុតអ្នកដំណើរនេះក៏ហាក់ដូចជាលឺសូបេះដួងខ្លួនយល់រឹតតែញឹកញាប់ឡើងហើយផុតដំណាក់អូដំបងឆ្លងស្ពានដែកឈប់បន្តិចនៅជិតវត្តកណ្ដឹងផ្លូវរទេះភ្លើងកោងវាងទៅខាងវាលស្រែត្រីខាងឆ្វេងនៃស្ទឹងសង្កែគុកក៏ត្រដាងជញ្ជាំងប្រផេះផ្ទះនឹងរោមចំនាងផ្សែងនៅក្រុមរទេះលបឿនលឿនថយស្ថានីយ៍មនុស្សងមៀនៅចាំទៅនោះអ្នកដំណើរទាំងអស់ក្រោកស្រឈមមើលហ្វ្រេងស្រែករថេញព្រឿងក៏ឈប់ទំទឹមនឹងស្ថានីយ៍ខ្លះស្រែកហៅខ្លះសើចខ្លះនិយាយកោកកាកអ្នកដំណើរប្រជ្រៀកគ្រាដើម្បីចុះពីលើយ៉ានប្រងព្រាតប៊ុនធឿនទីងមកពាកកាន់ចក់វ៉ាលីរបស់ខ្លួនមកកាន់ចាប់ដៃពួកម៉ាក់ពី3នាក់ហើយក៏ញែកពួកមនុស្សដើរតម្រង់ទៅអ្នកចាំទ្វារដល់ហើយក៏បង្ហាញសម្បុត្រខ្លួនឲ្យគេកត់សម្គាល់រួចហើយក៏ឡើងជិះនៅក្នុងរឿងម៉ាក់មួយទើបនិយាយប្រាប់អ្នកដែលថាជូនក្នុងទៅកំពង់ព្រះថ្នល់ពីក្រុងបាត់ដំបងទៅភូមិកំពង់ព្រះជាផ្លូវអាណានិគមទី1គឺជាគំនាកម្មឆ្ពោះទៅក្រុងភ្នំពេញថ្នល់នេះចាក់ជ័រស្អាតរៀបថេងរឿងម៉ាក់ដែលប៊ុនធួនជីមិនយូរប៉ុន្មានក៏រត់ភុតគេហដ្ឋានអ្នកស្រុកក្រុងអស់ហើយមាគៀននេះមិនសូវស្ងាត់គេតែងជួបនឹងរទេះគោអ្នកថ្មភេអ្នកជីចក្រយានទៅមកតែដោយប៊ុនធួនធ្លាប់ឮសូរសម្រែករទេះភ្លើងឬសម្ដីពួកម៉ាក់ពីមុនមកថ្នល់នេះក៏ហាក់ដូចជាមានសភាពស្រងេស្រងោយរឿងរឹតតែធ្វើឲ្យអ្នកដំណើរយើងខ្លោចផ្សាក់ក្នុងចិត្តពីក្រៃទុកដើរក្រាបងុំកៅជីរទេះភ្លើងឥឡូវក៏បែរទៅជាចូលជន់ដល់បំពង់កប៊ុនធូនលុកយកសម្បុត្រដែលនាងសៅផនជាបងប្រៃបង្កើតបានផ្ញើទៅឲ្យនោះនៅថ្ងៃមុនដែលខ្លួនចេញពីក្រុងភ្នំពេញមកមើលជាថ្មីម្ដងទៀតថាសារនោះមានសេចក្តីថាអ្នកបងខ្ញុំមិនហ៊ានលាក់មិនប្រាប់អ្នកបងពីរឿងយើងមានគ្រោះថ្នាក់ទុកភ័យយូរទៅទេក្រែងបងនឹងទាថាបងធ្វើប្រហែសបងគង់បានជ្រាបតាមសម្បុត្រខ្ញុំពីថ្ងៃមុនមកស្រាប់ហើយថាលោកឪពុកយើងគាត់បានផ្ដុកនឹងស្រូវនឹងទូកពុកចាយមួយចំនួនមួយមឿងថាំងដើម្បីនឹងនាំចុះទៅក្នុងក្រុងព្រៃនគរតាមភ្លុទន្លេសាបខ្ញុំទើបដំណឹងច្បាក់ថាទូកស្រូវនោះឥឡូវត្រូវខ្យល់ពីជុះបោកលិចកណ្ដាលទន្លេទៅហើយគេមិនសង្ឃឹមថានឹងស្រោងយកស្រូវបានវិញខ្លះទេមុខតែខាតធំហើយគ្រានេះប៊ុនធួនការពារនឹកឃើញសេចក្តីសម្បត្តិនេះហើយក៏សែនតក់ស្លុតខនស្មារតីសេចក្តីបំណងដែលខ្លួនបានគិតទុកទាំងអំបាលម៉ានក៏រលាយដូចជាអំបិលត្រូវទឹកអូអញអើយម្លេះសមនឹងត្រូវចាក់ចេញចោលវិទ្យាល័យដើម្បីនឹងមកជួយកម្លាំងឪពុកម្ដាយវិញហើយឪពុកម្ដាយប៊ុនធួនដែលញៀនធនធានបន្តិចបន្តួចបានខំត្រដេត្រដោប្រមូលប្រាក់យកទៅទិញស្រូវដាក់ទូកទៅលក់ហើយថែមទាំងមានចំការប្រាក់គេផងបើប្រសិនបើគាត់លក់ទ្រព្យរបស់ដីស្រែខាស់ទៅដើម្បីនឹងសងចំពាក់គេក៏មុខតែមិនសេះសល់ប៉ុន្មានឡើយអូគំនិតដែលតែងធ្វើឲ្យស្រមៃឃើញខ្លួនទៅរៀនឯប្រទេសក្រៅឲ្យបានជ្រៅជ្រះអូពាក្យដែលសច្ចាថាប្រងនឹងចិញ្ចឹមគូសង្សារឲ្យបានសុខសាន្តអូឪពុកម្ដាយឲ្យខ្ញុំសែនលំបាកអំឡុងវើជ្រោនៀកស្វ័យកង់ឬម៉ាក់រត់កាត់ភូមិដែលរាយនៅតាមថ្នល់ដែលមាននាមជាប់ក្លិនដីអុកក្រអូបឈួលប៊ុនធួនមិនបានគួយគុណមើលសោះព្រោះចិត្តនៅចំពាក់ខ្វល់តែនឹងសេចក្តីតោកយកមួយមុខប៉ុណ្ណោះ